នៅក្នុងព្រៃសាហារ៉ានិងវាលស្មៅអាហ្វ្រិកដ៏ធំទូលាយមានសត្វមួយដែលមនុស្សជាច្រើនតែងយកច្រឡំសត្វមួយដែលតែងតែត្រូវគេគិតថាជាសត្វក្បត់សាហាវនិងស៊ីសាកសពនៅពេលយើងឮឈ្មោះសត្វហៃយ៉ាណារឿងដំបូងដែលយើងនឹកឃើញគឺជាសត្វដែលមានរូបរាងអាក្រក់សម្លេងសើចដែលគួរឲ្យខ្លាចនិងជាសត្វចោរដែលតែងតែចាំលួចចំណីពីសត្វតោតាមរយៈខ្សែភាពយន្តល្បីៗដូចជា The Lion King សត្វហៃយ៉ាណាត្រូវបានគេបង្ហាញថាជាតួចិត្តអាក្រក់និងជាសត្វដែលល្ងង់ខ្លៅប៉ុន្តែតើអ្នកដឹងទេថាការពិតវាខុសស្រឡះពីអ្វីដែលយើងបានឃើញសត្វហៃយ៉ាណាគឺជាសត្វដែលមានប្រព័ន្ធសង្គមស្មុគស្មាញបំផុតមួយពួកវាមានកម្លាំងផ្គាំខ្លាំងជាងតោនិងមានភាពឆ្លាតវៃដែលអាចប្រៀបធៀបទៅនឹងសត្វស្វាថ្ងៃនេះយើងនឹងមកស្វែងយល់ពីការពិតដែលពិភពលោកយល់ច្រឡំលើសត្វហៃយ៉ាណារស់នៅភាគច្រើនក្នុងទ្វីបអាហ្វ្រិកហើយមានប្រភេទសំខាន់4ប្រភេទហៃយ៉ាណាអុចហៃយ៉ាណាឆ្នោតហៃយ៉ាណាខ្មៅនិងហៃយ៉ាណាដូចចចកក្នុងចំណោមនោះហៃយ៉ាណាអុចដែលជាប្រភេទដែលឆ្លាតនិងខ្លាំងបំផុតមនុស្សភាគច្រើនតែងយល់ថាហៃយ៉ាណាតែងតែស៊ីសាកសពដែលសល់ពីគេប៉ុន្តែតាមការសិក្សាជាង 70% នៃចំណីរបស់វាគឺបានមកពីការប្រមាញ់ដោយផ្ទាល់កម្លាំងធ្គាមហៃយ៉ាណាមានកម្លាំងខាំដល់ទៅ 1100 psi ដែលអាចខាំបំបែកឆ្អឹងដំរីឬសត្វកវែងបានយ៉ាងងាយពួកវាស៊ីសាច់មិនសល់សូម្បីតែឆ្អឹងភាពអំណត់ពួកវាអាចរត់ដេញតាមសត្វរំពារាប់សិបគីឡូម៉ែត្រដោយមិនហត់នឿយក្នុងល្បឿន60គីឡូម៉ែត្រក្នុង1ម៉ោងដូច្នេះវាមិនមែនជាសត្វស៊ីសំណល់ទេប៉ុន្តែវាគឺជាម៉ាស៊ីនកិនឆ្អឹងដ៏មានប្រសិទ្ធភាពបំផុតនៅលើវាលស្មៅអាហ្វ្រិកហៃយ៉ាណាមិនមែនជាសត្វឆ្កែដូចដែលមនុស្សយើងគិតទេតាមវិទ្យាសាស្ត្រវាជាសាច់ញាតិជិតស្និទ្ធទៅនឹងអំបូរសត្វឆ្មាវាជាសត្វមួយដែលមានប្រាជ្ញាខ្ពស់អាចចងចាំទីតាំងអាចរៀនពីបទពិសោធន៍ហើយអាចធ្វើការជាក្រុមបានយ៉ាងល្អឥតខ្ចោះហៃយ៉ាណារស់នៅជាក្រុមដែលហៅថា clan ហើយអ្វីដែលគួរភ្ញាក់ផ្អើលនោះគឺញីគឺជាមេដឹកនាំរឿងដែលប្លែកបំផុតរបស់ហៃយ៉ាណាគឺប្រព័ន្ធគ្រប់គ្រងវងក្នុងពិភពហៃយ៉ាណាញីគឺជាស្ដេចក្នុងមួយវង clan ដែលមានសមាជិកដល់ទៅ80ក្បាលគឺដឹកនាំដោយមេវងជាញីហៃយ៉ាណាញីមានមាឌធំជាងខ្លាំងជាងនិងកាច់សាហាវជាងហៃយ៉ាណាឈ្មោលសូម្បីតែហៃយ៉ាណាឈ្មោលដែលខ្លាំងបំផុតក៏មានឋានៈទាបជាងកូនរបស់មេវងហៃយ៉ាណាញីដែរជីវិតជាហៃយ៉ាណាឈ្មោលគឺពិបាកណាស់ពួកវាត្រូវរងចាំស៊ីសាច់ក្រោយគេនិងត្រូវគោរពតាមបទបញ្ជាពីមេវងញីជានិច្ចកូនហៃយ៉ាណាកើតមកត្រូវរៀនច្បាប់សង្គមរៀនគោរពមេក្រុមនិងរៀនការពារខ្លួនដោយខ្លួនឯងពីគ្រោះថ្នាក់នេះគឺជាសង្គមព្រៃដែលមានវិន័យខ្ពស់និងតឹងរ៉ឹងសំឡេងដែលយើងឮដូចជាការសើចចំអកនោះតាមពិតមិនមែនជារឿងកំប្លែងទេវាគឺជាភាសាទំនាក់ទំនងពួកវាសើចនៅពេលដែលមានអារម្មណ៍តានតឹងភ័យខ្លាចឬនៅពេលដែលមានជម្លោះដណ្ដើមសាច់គ្នាកម្រិតសំឡេងអាចប្រាប់ពីអាយុនិងឋានៈរបស់វាទៅកាន់សមាជិកដទៃជម្លោះរវាងតោនិងសត្វហៃយ៉ាណាគឺជាសង្គ្រាមដែលគ្មានថ្ងៃបញ្ចប់ពួកវាមិនត្រឹមតែដណ្ដើមចំណីគ្នាទេតែពួកវាសម្លាប់គ្នាទៅវិញទៅមកដើម្បីកាត់បន្ថយគូប្រជែងជាញឹកញាប់តោឈ្មោលគឺជាអ្នកលួចចំណីរបស់ហៃយ៉ាណាទៅវិញទេដោយសារតែវាមានមាឌធំជាងហៃយ៉ាណាអាចតតាំងជាមួយសត្វតោញីបានប៉ុន្តែបើជួបជាមួយសត្វតោឈ្មោលពួកវាតែងតែដកថយហៃយ៉ាណាមិនមែនជាសត្វអាក្រក់ដូចក្នុងរឿងនិទានឡើយពួកវាគឺជាអ្នកសម្អាតបរិស្ថានដ៏សំខាន់ដែលជួយទប់ស្កាត់ការរីករាលដាលនៃជំងឺតាមរយៈការស៊ីសាកសពនិងឆ្អឹងពួកវាឆ្លាតវៃស្មោះត្រង់នឹងវងនិងជាអ្នករស់រានដ៏អស្ចារ្យនៅក្នុងព្រៃហៃយ៉ាណាមិននៅឯកោឡើយវាត្រូវប្រឈមមុខនឹងសត្វខ្លាតោនិងសត្វប្រមាញ់ដទៃទៀតពេលខ្លះវាខ្សោយពេលខ្លះវាខ្លាំងប៉ុន្តែវាមិនបោះបង់ឡើយវារស់ដោយការសហការគ្នានិងការអត់ធ្មត់ហៃយ៉ាណាបានបង្រៀនយើងថាការរស់រានមានជីវិតមិនមែនសម្រាប់តែអ្នកខ្លាំងបំផុតទេប៉ុន្តែសម្រាប់អ្នកដែលឆ្លាតវៃសហការល្អនិងអាចសម្របខ្លួននឹងបរិស្ថានពេលខ្លះសម្លេងដែលយើងគិតថាអាក្រក់អាចជាសម្លេងនៃកម្លាំង